បាទទស្សនិកជនជាទីគោរពនិងជាទីមេត្រីយើងខ្ញុំសូមបន្តផ្ដល់ជូននៅព័ត៌មានជាតិសំខាន់ជាបន្តទៀត ពិតជាមិននឹកស្មានដល់ក្រុមអ្នកផលិតរថយន្តអគ្គិសនីនិងរថយន្តថាមពលថ្មីសាំងលាយអគ្គិសនីរបស់ BYD បានចាប់ដៃជាមួយ Harmony Auto ភ្នាក់ងារចែកចាយផ្ដាច់មុខនៅកម្ពុជានាំចូលនៅ model រថយន្តអគ្គិសនីថ្មីពីរប្រភេទនៅក្នុងទីផ្សារកម្ពុជាដើម្បីឆ្លើយតបនឹងតម្រូវការចាំបាច់ទាំងសោភ័ណភាពគុណភាពសុវត្ថិភាពបទពិសោធន៍បើកបរឆ្លាតវៃថ្មីនិងជម្រើសធ្វើដំណើរបៃតងដល់អ្នកប្រើប្រាស់កម្ពុជាបើតាមការបញ្ជាក់ពីលោក Henry Yip នាយកប្រតិបត្តិផ្នែកលក់រថយន្ត BYD ប្រចាំប្រទេសកម្ពុជាលើកឡើងថាតម្លៃផ្លូវការសម្រាប់ទីផ្សារនៅកម្ពុជាគឺ BYD Atto 2 តម្លៃត្រឹមតែ $22,300 និង BYD Sea Lion 5 តម្លៃ $25,800 តែប៉ុណ្ណោះហើយចាប់តាំងពីដាក់ pre-order មករថយន្តទាំងពីរប្រភេទនេះបានក្លាយជាជម្រើសដ៏ពេញនិយមនៅកម្ពុជារយៈពេលត្រឹមតែ5ថ្ងៃបន្ទាប់ពី pre-order ចំនួនកក់បានកើនលើសពី200គ្រឿងក្នុងពេលប្រកាសតម្លៃលក់ជាផ្លូវការនៅលើទីផ្សារកាលពីរាត្រីថ្ងៃទី5ខែមីនាឆ្នាំ2025កន្លងទៅមានអតិថិជនចាប់អារម្មណ៍ទៅមើលដោយផ្ទាល់និងបានកក់បន្ថែមជាច្រើនអ្នកទៀតប្រធានទីផ្សារខាងលើបន្តថា model ទាំងពីរនឹងបន្តបំពេញតម្រូវការចម្រុះរបស់អ្នកប្រើប្រាស់ផ្នែកទំហំដំណើរការសេដ្ឋកិច្ចនិងគុណភាពជាមួយនឹងគុណសម្បត្តិដែលមានគឺកាន់តែធំកាន់តែខ្លាំងកាន់តែសន្សំសំចៃនិងកាន់តែមានតម្លៃប្រកួតប្រជែងល្អលោកបន្ថែមថាក្នុងនាមជា model hybrid ទំនើប DMI BYD Sea Lion 5មានការរចនាថ្មីបែប Dragon Face ដែលខ្សែបន្ទាត់ខាងក្រៅរលោងរបស់វាបង្ហាញពីរូបរាងដ៏រឹងមាំនិងខ្លាំងឯផ្នែកខាងក្នុងត្រូវបានបំពាក់ដោយអេក្រង់ 10.1 អ៊ីងអាចបង្វិលបាននឹងប្រព័ន្ធតភ្ជាប់បណ្ដាញឆ្លាតវៃដែលគាំទ្រការបញ្ជាដោយសំឡេងការអាប់ដេតពីចម្ងាយនិងមុខងារឆ្លាតវៃផ្សេងទៀតដែលធ្វើឲ្យការបើកបរកាន់តែងាយស្រួលនិងឆ្លាតវៃ BYD Sea Lion 5មានថាមពលអាចបត់បែនប្រើសាំងក៏បានប្រើអគ្គិសនីក៏បានជាមួយនឹងចម្ងាយបើកបររហូតដល់1090គីឡូម៉ែត្រវាមានគុណសម្បត្តិបើកបរបានឆ្ងាយដូចរថយន្តសាំងនិងការសន្សំសំចៃដូចរថយន្តអគ្គិសនីរថយន្តទំនើបទាំងពីរត្រូវបានធានារយៈពេល8ឆ្នាំស្មើនឹង16,000គីឡូម៉ែត្រចំណែកលោកយ៉ាងចៅប្រធានតំណាងអាជីវកម្មក្រុមហ៊ុន Harmony Auto ប្រចាំកម្ពុជាបានបញ្ជាក់ថាកម្ពុជាគឺជាទីផ្សារដ៏សំខាន់មួយរបស់ BYD នៅអាស៊ីអាគ្នេយ៍ដើម្បីបម្រើទីផ្សារក្នុងស្រុកឲ្យកាន់តែប្រសើរឡើង BYD និង Harmony Auto មិនត្រឹមតែបានរៀបចំគម្រោង flagship store ទំហំ 13,000 ម៉ែត្រការ៉េនៅលើមហាវិថីហ៊ុនសែនក្នុងរាជធានីភ្នំពេញប៉ុណ្ណោះទេប៉ុន្តែក៏មានគម្រោងពង្រីកបណ្ដាញអ្នកចែកចាយបន្ថែមទៀតនិងបង្កើតមជ្ឈមណ្ឌលលក់និងសេវាកម្មផ្សេងៗនៅក្នុងទីក្រុងជាច្រើននៅទូទាំងប្រទេសកម្ពុជា